รถยนต์មួយដែលនេះបានប្រើប្រាស់ជាមួយនឹងម៉ាស៊ីនទំហំ 6.6 លីត្រ V12 Twin Turbo ដែលផលិតកម្លាំងបានរហូតទៅដល់ 593 សេស វាត្រូវបានគេកែសម្រួលឲ្យមានសំឡេងស្ងាត់បំផុតនិងរលូនបំផុតបើទោះបីជាបើកបរក្នុងល្បឿនលឿនក៏ដោយនៅផ្នែកខាងក្រោយមានកេសស្រាសំប៉ាញដែលរចនាឡើងយ៉ាងស៊ីវិល័យវាដំណើរការដោយប្រព័ន្ធអគ្គិសនីនិងប្រព័ន្ធរក្សាសីតុណ្ហភាពដ៏ល្អឥតខ្ចោះរាល់កែវស្រានិងថាសអាហារសុទ្ធតែផលិតចេញពីគ្រីស្តាល់និងលោហៈធាតុដើមដែលមានតម្លៃមូលហេតុដែលវាថ្លៃដល់ថ្នាក់នេះគឺដោយសារតែភាពគ្មានពីររាល់មីលីម៉ែត្រនៃឡាននេះគឺផលិតឡើងតាមតម្រូវការរបស់អតិថិជនម្នាក់គត់ដែលប្រើប្រាស់វត្ថុធាតុដើមថ្លៃបំផុតនិងបច្ចេកវិទ្យាដែលឡានដទៃមិនអាចធ្វើតាមបាននិងភាពកម្រមានតែមួយគត់ក្នុងโลกដែលមនុស្សជាតិអាចរកឃើញចោះសម្រាប់បងប្អូនវិញបើមានលុយច្រើនបែបនេះតើបងប្អូននឹងយកលុយនេះទិញរថយន្តមួយ model នេះដែរឬទេសូមបញ្ចេញមតិរបស់បងប្អូននៅខាងក្រោមវីដេអូនេះហើយកុំភ្លេច share វីដេអូមួយនេះទៅកាន់មិត្តភ័ក្តិម្នាក់មួយផងណាបើយល់ថាវីដេអូមួយនេះល្អសម្រាប់បងប្អូនជួបគ្នានៅវីដេអូក្រោយ